ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងជួបជាមួយអ្នកគ្រូនៅក្នុងវីដេអូមេរៀនប្របាបណាអូនចាតោះអញ្ចឹងយើងមានលំហាត់មួយតោះអានទាំងអស់គ្នាលំហាត់របស់យើងនៅក្នុងកាបូបមួយហ្នឹងមាន first ចំនួន6ដើមចាដែលក្នុងនោះមានពណ៌ក្រហម2ដើមពណ៌ខៀវ3ដើមនិងខ្មៅ1ដើមគេលោកចាប់ first មួយដោយចៃដន្យរកប្របាបដែលចាប់បានកfirst ពណ៌ខៀវខ first ពណ៌ខ្មៅចាអញ្ចឹងអូនព្យាយាមអានប្រធានយើងបាន2ទៅ3ដងទៅដើម្បីស្វែងយល់ខ្លឹមសារបានច្បាស់ហើយអាចដឹងថាប្រធានគេចង់រកអីអញ្ចឹងឥឡូវនេះគេដឹងថាគេចង់រកប្របាបដែលគេលូកចាប់ចំ first ពណ៌ខៀវចាប្របាបគឺជាអីដែរអូនចាំនិយមន័យវាក៏ដូចជារូបមន្តវាអូនហើយរហូតនឹងតិចមើលចាប្របាបគឺជាផលធាតុចំនួនករណីស្របនិងករណីអាចករណីស្របគឺស្របទៅតាមអ្វីដែលប្រធានចង់បានចាប់បានធ្វើពណ៌ខៀវហើយធៀបនឹងករណីអាចគឺករណីទាំងអស់ដែលអាចកើតមានឡើងដោយសារតែក្នុង first សំទោសនៅក្នុងកាបូបយើងវាមាន first 6ដើមអញ្ចឹងក្នុងចំណោម6ដើមយើងអាចចាប់ចំទាំងអស់អញ្ចឹងករណីអាចយើងបានដែរអូនយើងអាចទាញបានករណីអាចយើងបានដែរចាអញ្ចឹងចំនួនករណីអាចយើងគឺស្មើនឹង6ករណីចុះករណីស្របយើងវិញស្របតាមចិត្តប្រធានគេចង់បានណាអូនចាអញ្ចឹងចង់បានធ្វើពណ៌ខៀវអូនមើលតើធ្វើពណ៌ខៀវយើងមានប៉ុន្មានដើមពណ៌ខៀវយើងនេះពណ៌ខៀវគឺមាន3ដើមអូនកុំច្រឡំណាគេចាប់យកតែមួយទេប៉ុន្តែខៀវវា3ទេអញ្ចឹងថាចំខៀវមួយណាក៏យើងយកដែរចំខៀវមួយណាក៏បានដែរអញ្ចឹងយើងមានឱកាស3ដែលអាចកើតមានឡើងអញ្ចឹងមានន័យថាករណីស្របតាមប្រធានយើងគឺមាន3ករណីចាអញ្ចឹងយើងអាចចំនួនចូលរូបមន្តរបស់យើងបានណានៅឲ្យបានពេលយើងពេលខៀវរបស់យើងណាអូនវាស្មើនឹងករណីស្របយើងគឺ3ធៀបនឹង6ចាយើងអាចសម្រួលវានឹង3បានគឺឃើញ1លើ2អញ្ចឹងមានន័យថាប្របាបដែលចាប់បានពណ៌ខៀវហ្នឹងគឺស្មើនឹង1លើ2អាចថាសង្ឃឹម1ចំណោម2ចាអាហ្នឹងគឺសំណួរករបស់យើងតោះអូនមើលសំណួរខរបស់យើងម្ដងសំណួរខយើងគឺលោកចាប់បានពណ៌ខ្មៅម្ដងអូនណាចាអញ្ចឹងដូចគ្នាអញ្ចឹងប្របាបយើងហ្នឹងគឺស្មើចំនួនករណីស្របតាមអ្វីដែលប្រធានចង់បានលើចំនួនករណីអាចចាចឹងដូចគ្នាអូនរកមកតើចំនួនករណីស្របយើងប៉ុន្មានចំនួនករណីអាចយើងប៉ុន្មានយើងអាចរកអាណាមុនក៏បានដែរអូនណាលើករណីស្របអូនចង់បានពណ៌ខ្មៅទៅអូនខ្មៅអូនប៉ុន្មានខ្មៅប្រធានយើងមានតែប៉ុន្មានមានតែមួយទេចាអញ្ចឹងវាថាករណីស្របតាមចិត្តប្រធានយើងហ្នឹងគឺមានមួយករណីទេអាចកើតឡើងអូនអាចគឺអាទាំងអស់ពួកយើងមានប៉ុន្មានអូនទាំងអស់6ចាអញ្ចឹងអាណាក៏យើងអាចចាប់ចំណាគឺ6ករណីអូខេនៅពេលដែលអូនរកករណីស្របករណីអាចឃើញហើយអូនជំនួសទៅរូបមន្តយើងមកពេលយើងគឺស្មើនឹង1លើ6ចាអញ្ចឹងមានថាយើងសង្ឃឹម1ក្នុងចំណោម6ចាអរគុណច្រើនសម្រាប់ការតាមដានជួបនៅវីដេអូក្រោយទៀតអូនណា